ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាអំពីការ boost follower របស់អ្នកទាំងអស់គ្នាដែលមាននៅក្នុង TikTok ឲ្យបានច្រើនជាងមុនដោយអ្នកទាំងអស់គ្នាអាចមើលជាក់ស្ដែងទៅថា account របស់ខ្ញុំនេះមាន follower តែ16ទេអញ្ចឹងនៅពេលដែលខ្ញុំចង់ឲ្យ follower របស់ខ្ញុំកើនឡើងទៅខ្ញុំត្រូវតែធ្វើសេវាកម្មនៅក្នុង website JSMM នេះដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងនេះនៅពេលដែលខ្ញុំ log in ខ្ញុំ sign up អីចូលហើយនឹងឃើញបែបហ្នឹងអញ្ចឹងខ្ញុំអាចចាប់ផ្ដើមប្រើប្រាស់ធ្វើសេវាកម្មនៅក្នុង website JSMM បានដោយគ្រាន់តែអូសមើលលើកន្លែងនេះដូចជាវីដេអូមុនដែរទេអូសមើលទៅហើយចុចទៅលើពី TikTok នៅពេលដែលចុចលើពី TikTok ហើយមកមើលនៅពី category នេះដែលយើងបញ្ជាក់ថាយើងចង់បានជា TikTok អីដែរចង់បានជាមិនដូចនៅក្នុងនេះវាមានច្រើនទីតែដោយសារខ្ញុំប្រាប់អ្នកទាំងអស់គ្នាអំពីការដាក់ follower អញ្ចឹងខ្ញុំយក TikTok follower new អញ្ចឹងនៅពេលដែលដាក់នឹងហើយខ្ញុំមកមើលពីប្រភេទសេវាកម្មដែលខ្ញុំចង់បានថាបែបមិនដូចក្នុងនេះប្រភេទជាសេវាកម្មរបស់ follower ហ្នឹងវាមានតែ2ទេអញ្ចឹងខ្ញុំសូមយកលេខកូដ34ដែលនៅខាងលើគេហ្នឹងជាឧទាហរណ៍បន្តមកទៀតខ្ញុំត្រូវ copy link account ដែលមាននៅក្នុង TikTok របស់ខ្ញុំយកមកដាក់ក្នុងហ្នឹងដោយ switch ទៅរក account ខ្ញុំទៅហើយចុចពាក្យ share profile មកទៀតចុចពាក្យ copy link តមកនៅពេលដែលយើង copy បានហើយយើង switch ទៅក្នុង website JSMM វិញហើយចាំយើង paste link នៅក្នុង cloud ប្រអប់ link ហ្នឹងទៅហើយចាំយើងដាក់ចំនួនដែលយើងចង់បានដូចអ្នកនរគ្នាចង់បាន10ក៏ដាក់10ទៅដាក់100ក៏ដាក់ទៅដោយឧទាហរណ៍ក្នុងនេះគេនិយាយថាចាំងទៅយើងដាក់បាន10ហើយយើងច្រើនដាក់បាន1លានហើយចំពោះខ្ញុំដាក់ឧទាហរណ៍នោះខ្ញុំដាក់ថា10ឲ្យអ្នកនរគ្នាមើលសិនទេហើយចំពោះតម្លៃដែលអ្នកនរគ្នាត្រូវទូទាត់វិញគឺនេះវាអស់0.184 សេនគឺវាអស់រៀងតិចដែរអញ្ចឹងបានន័យថាចំនួន10ហ្នឹងគឺត្រូវចំណាយទៅប៉ុណ្ណឹងឯងចំនួន10 follower ហ្នឹងអញ្ចឹងអ្នកនរគ្នា submit បាននេះ submit កន្លែងពណ៌ស្វាយនេះទៅនៅពេលដែលអ្នកនរគ្នា submit ហើយអ្នកនរគ្នានឹងឃើញបែបហ្នឹងបានន័យថាការបញ្ជាធ្វើសេវាកម្មរបស់អ្នកនរគ្នាក្នុង website JSMM ហ្នឹងទទួលបានជោគជ័យឯងអញ្ចឹងយើងក៏អរគុណអ្នកនរគ្នាសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់